នៅផ្ទះសុកនឹកឃើញថាទៅចាលើហ្វូទៅទិញរបស់ដាក់នៅផ្ទះបងប្អូនដោយសារខានទៅចាលើហ្វូនឹងយូរហើយទៅម៉ាកធំនឹងយូរបងប្អូនរាល់ដងទៅបានពីអ្នកកូនហ្នឹងថ្ងៃនេះខ្ញុំទៅតែឯងទេរញទេសយកទៅទិញមើលកន្លែងនេះថាត្រូវការដាក់អីវ៉ាន់ប្រើប្រាស់ក្នុងផ្ទះណាដោយសារឥឡូវចូលខែត្រជាក់ហើយអញ្ចឹងក៏អាយើងក៏វាខែក្តៅវ៉ាន់ក៏យើងវាច្រើនយើងត្រូវប្រមូលរកស្អីដាក់របៀបនឹងទៅទិញអាកេះរបៀបអាកេះយើងដាក់អីវ៉ាន់ហ្នឹងបងប្អូនខ្ញុំទៅទិញនៅចាលើហ្វូហ្នឹងពីមុនខ្ញុំធ្លាប់ទិញហ្នឹងវារៀងថោកមានអីចាក់ដាក់នេះខ្ញុំអូទៅចុះឡើងសឹកឃើញកន្លែងគេលក់ស្អីគេនេះលក់ស្បែកជើងអានឹងកាបូបបងប្អូនកាបូបហ្នឹងគឺមើលទៅមកគួរសមហើយស្អាតដែរប៉ុន្តែគាត់ថាយើងអាចទិញប្រើមិនដឹងថាវាគុណភាពល្អមិនល្អខ្ញុំមិនទាន់ដឹងទេប៉ុន្តែខ្ញុំឃើញកាបូបមួយពណ៌ខ្មៅស្អាតបងប្អូនប៉ុន្តែចាំមើលតម្លៃវាប្រហែលកាបូបហ្នឹង500កៅដែរបងប្អូនតែបងប្អូន500ទៅ$7គឺ5 10រៀល6 10រៀលដែរណាហើយសំខាន់ជាងគេគឺខ្ញុំមកទិញអាធុងនេះបងប្អូននេះធុងនេះឥឡូវនេះគេមានលក់ទិញមួយថែមមួយបងប្អូនហើយដោយសារខ្ញុំទៅទិញហ្នឹងគឺវាចែកដល់ខ្ញុំសួរកន្លែងអ្នកដែលគេធ្វើការនៅក្នុងខ្ញុំចង់សួរតម្លៃហើយតាមពិតខ្ញុំវាភ្លេចនៅលើគេសរសេរគេដាក់តម្លៃខ្ញុំមិនបានមើលចឹងទេខ្ញុំសួរថាធុងហ្នឹងតម្លៃប៉ុន្មានគេថាតម្លៃនៅខាងលើខ្ញុំមិនបានមើលអញ្ចឹងខ្ញុំថាអូសំទៅខ្ញុំអត់បានពិនិត្យមើលថាតម្លៃវាគេដាក់នៅខាងលើចឹងណាអញ្ចឹងក៏ខ្ញុំទិញអាធុងសាមញ្ញនេះក៏ទិញមួយថែមមួយខ្ញុំទិញមកគូទៅទុកមកប្រើប្រាស់ដាក់អីវ៉ាន់ហើយឡើងមកចានឆ្នាំងឬក៏ចង្កឹះស្ព្រីវ៉ាន់បងប្អូនអើយល្អមែនតើអ្នកដែលស្ត្រីមេផ្ទះខ្ញុំជឿជាក់ថាអារម្មណ៍ដូចខ្ញុំអញ្ចឹងឃើញតែចក្រានបាយឆ្នាំងបាយគេស្អីផ្សេងមើលមិនចូលក្រៅពីហ្នឹងទេបងប្អូនហើយឥឡូវនេះមកមើលធុងមកមើលថតហ្នឹងជ័រតែស្រួលប្រើបើសិនតែយើងកៅកូនក្មេងឬក៏ខ្លួនយើងវាជាអាណារៀងស្អាតស្អាតណាយើងប្រមូលទុកយើងអាចទុកក្នុងធុងនឹងទុកមួយឡែកចឹងបានណាហើយនិយាយទៅនៅកន្លែងចាលើហ្វូហ្នឹងគឺសម្បូរមកសពមកបែបច្រើនហ្មងខ្ញុំចង់បានអីក៏មានដែរបងប្អូនហើយវាស្រួលយើងទៅតែខ្ញុំចង់ទៅទិញរបស់ហ្នឹងយើងទៅតែម្ដុំហ្នឹងគឺទៅតែមួយកន្លែងហ្នឹងគឺអូខេហ្មងអាចប្រមូលបានច្រើនមកផ្ទះវិញចឹងតែទិញដាក់ហ្នឹងតទៅដល់គិតលុយមិនដឹងហើយនេះកន្លែងគេដាក់មួកព្រោះអីមិនមានកន្លែងគេដាក់លក់ម៉ូតូក្នុងហ្នឹងដែរគេដាក់មួកនៅហ្នឹងចា